នៅក្នុងការមើលវីដេអូនេះថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនអំពីការធ្វើស្រែរបស់ជនជាតិជប៉ុនណារដូវកាលនេះគឺជារដូវកាលពួកគាត់ធ្វើស្រែធ្វើឲ្យដូចយើងដែរបងប្អូនទាំងគ្នានៅក្នុងខែ5ខែ6ណាអញ្ចឹងមុននឹងពួកគាត់ឈានដល់ការដាំពូជក៏ដូចជាស្ទូងពូជនៅក្នុងស្រែរបស់ពួកគាត់គឺពួកគាត់ត្រូវការភ្ជួរដីភ្ជួរអីច្រើនដំណាក់កាលណាបងប្អូនមិនមែនគាត់ភ្ជួរដូចយើងហើយតែមួយជាន់ខាងយើងស្រុកយើងព្រោះអញ្ចឹងណាអញ្ចឹងយើងភ្ជួរទឹកដីឲ្យស្មើហើយយើងព្រោះយកតែម្ដងប៉ុន្តែនៅខាងជប៉ុននេះអត់ទេបងប្អូនមុននឹងពួកគាត់ដាំពូជដាំអីទៅក្នុងដីគឺពួកគាត់តែងតែវាយដីឲ្យស្អាតអំនឹងពួកគាត់បានស្ទូងពូជនៅក្នុងស្រែរបស់គាត់ជំហានដំបូងដោយបងប្អូនបានឃើញអញ្ចឹងគឺភ្ជួរបងប្អូនទាំងគ្នាជំហានដំបូងពួកគាត់ភ្ជួរនឹងភ្ជួរទុកភ្ជួរលើកទី1គាត់ទុកឲ្យងាប់ស្មៅនៅក្នុងរយៈពេលពី1អាទិត្យទៅ2សប្តាហ៍ណាបានពួកគាត់មកភ្ជួរម្ដងទៀតវាយដីនឹងឲ្យស្មើឲ្យងាប់ស្មៅពួកគាត់នឹងភ្ជួរម្ដងទៀតបន្ទាប់ភ្ជួរម្ដងទៀតពួកគាត់វាយដីឲ្យស្មើហើយដោយបងប្អូនបានឃើញអញ្ចឹងគឺវាយដីឲ្យស្មើមួយសាហើយបានពួកគាត់ស្ទូងពូជណាហើយសម្រាប់ប្រព័ន្ធទឹកបងប្អូនអ្នកគ្នានៅក្នុងប្រទេសជប៉ុននេះគឺប្រព័ន្ធទឹកធ្វើស្រែអត់ពិបាកទេបងប្អូនគឺហៅទឹកមកពេលណាគឺមកពេលហ្នឹងបងប្អូនអ្នកគ្នាអត់ដូចស្រុកយើងណាដូចស្រុកយើងគឺតែងតែចាំទឹកភ្លៀងធ្លាក់ពីលើមេឃបើមិនធ្លាក់ពីលើមេឃទេគឺអត់បានស្ទូងបានអីទេបងប្អូនហើយវេទនាណាប៉ុន្តែអានេះយើងគ្រាន់តែធ្វើម៉េចយើងអត់ទាន់អាចជឿនលឿនដូចគេបានប៉ុន្តែនៅក្នុងកន្លែងវីដេអូនេះខ្ញុំគ្រាន់ចង់បង្ហាញបងប្អូនថានៅក្នុងប្រទេសជប៉ុននេះគឺការធ្វើស្រែរបស់គេគឺល្អណាស់បងប្អូនមិនមែនចេះតែធ្វើឲ្យតែបានណាហើយចាក់ស្ដែងដូចបច្ចុប្បន្ននេះអង្គបងប្អូនហើយតម្លៃអង្គនៅក្នុងប្រទេសជប៉ុនណាគិតត្រឹមថ្ងៃនេះខែ5ចិត្តចូលខែ6នេះតាំងពីដើមឆ្នាំមកបងប្អូនគ្នាមុនដើមឆ្នាំទៀតបាទគឺចិត្តមួយឆ្នាំពេញហើយគឺថាតម្លៃអង្គគឺឡើងថ្លៃមែនទែនតម្លៃ5គីឡូអង្គគឺតម្លៃ5000យេនបងប្អូនអ្នកគ្នា5គីឡូណាបងប្អូនស្ដាប់ច្រឡំទេគឺ5000យេន50រៀលបងប្អូនអ្នកគ្នាបើលុយពេញណាតែបើសិនជាលុយថោកអញ្ចឹងក៏យើងគិតតាមទឹកតាមអីតាមហ្នឹងគឺតម្លៃតាមហ្នឹងដែរប៉ុន្តែគឺថ្លៃបងប្អូនអ្នកគ្នាហើយសម្រាប់ពលករសកម្មកម្មយើងបច្ចុប្បន្នបងប្អូនដឹងស្រាប់ហើយគឺត្រូវការហូបអង្គច្រើនណាស់បាទបើថាយើងមិនមែនដូចជនជាតិជប៉ុនទេយើងមកធ្វើការឲ្យគេនេះយើងត្រូវការហូបបាយឆ្អែតបាទมันបានមានកម្លាំងទៅធ្វើការគេដើម្បីបដូរយកថវិកាបើសារជនជាតិជប៉ុនពួកគាត់នៅនេះគឺគាត់ស៊ាំនឹងស្រុកទេសរបស់គាត់អញ្ចឹងព្រឹកឡើងពួកគាត់វាខ្លាចញ៉ាំបាយញ៉ាំអីទេអញ្ចឹងមិនជាបញ្ហាសម្រាប់ពួកគាត់ប៉ុន្មានទេប៉ុន្តែក៏គាត់នៅតែល្អូថាថ្លៃដែរណាគឺគាត់នៅល្អូថាថ្លៃដែរហ្នឹងហើយអញ្ចឹងក៏លេចមកខាងការធ្វើស្រែរបស់ពួកគាត់វិញហើយទាំងនេះគឺជាក្របពូជរបស់គាត់បាទនេះគឺគេអត់មានស្ទូងសំណាបដូចយើងច្រើនហាត់ច្រើនអីចឹងបងប្អូនគ្នាដើម្បីទៅដកអីទេគឺគេធ្វើនេះជាកំផើងប្រភេទនេះគឺបដោយគឺខ្ទង់70បងប្អូនទៅតឹង40ប៉ុណ្ណឹងទេគឺមិនដល់ផងណាអញ្ចឹងនៅក្នុងមួយស្រែគឺគាត់រៀបនេះដូចបងប្អូនបានឃើញអញ្ចឹងក្នុងការរៀបគឺក្នុងមួយស្រែគឺដូចជាខ្ទង់តែ5ទៅ10ផើងទេបងប្អូនគ្នា5ទៅ10ឬក៏20ហ្នឹងប៉ុណ្ណឹងអស់ហើយក្នុងមួយស្រែរបស់ពួកគាត់អញ្ចឹងស្រែរបស់គាត់គឺអត់ដល់1ហិកតាបងប្អូនថាកន្លះហិកតាបាទមួយកន្លះហិកតាណាភាគច្រើនគឺកន្លះហិកតាបាទហ្នឹងហើយគឺប៉ុណ្ណឹងឯងហើយអញ្ចឹងហេតុអ្វីបានជាអង្គជប៉ុនថ្លៃបងប្អូនហើយដោយបងប្អូនបានឃើញអញ្ចឹងថាការធ្វើរបស់គេគឺល្អិតល្អន់មែនតើហើយមិនមែនថាថ្លៃនេះល្អូថាថ្លៃតែយើងទេគឺសម្បីជនជាតិជប៉ុនក៏គេថាថ្លៃដែរប៉ុន្តែធ្វើម៉េចអានឹងសេដ្ឋកិច្ចមួយរយៈចុងក្រោយនេះជប៉ុនក៏រៀងធ្លាក់ចុះបងប្អូនគ្នាដល់ពេលធ្លាក់ចុះយ៉ាងទៅក៏រៀងយ៉ាប់យ៉ឺនបាទហើយទាំងនេះគឺជាប្រព័ន្ធទឹកបងប្អូនទាំងគ្នាសម្រាប់ការបង្ហូរចូលស្រែរបស់ពួកគាត់គឺថាទឹកគឺហៅមកស្មើណាគឺបានស្មើហ្នឹងបងប្អូនទាំងគ្នាដោយបងប្អូនបានឃើញអញ្ចឹងនេះគ្រាន់តែយើងយកដុំថ្មនេះមកទប់កន្លែងនេះមួយមកគឺយើងអាចបើកនេះប្រដាប់សម្រាប់ទប់ទឹកហ្នឹងគឺបើកតិចមកគឺចេញចូលស្រែតែម្ដងទឹកធ្វើស្រែរបស់ពួកគាត់ស្រែណាដែលគាត់ចង់ឲ្យមានទឹកគឺមានទឹកស្រែណាដែលគាត់អត់ចង់ឲ្យមានទឹកគឺអត់មានទឹកទេបងប្អូនទាំងគ្នាហើយក៏ស្រែមិនថាទៀបខ្ពស់ទេបងប្អូនទាំងគ្នាស្រែហ្នឹងចលងជើងភ្នំឬក៏ប្រព័ន្ធលើភ្នំឲ្យតែកន្លែងណាដែលអាចធ្វើស្រែបានគឺប្រព័ន្ធទឹករបស់ជនជាតិជប៉ុនគឺទៅដល់ឲ្យមានទឹកគ្រប់គ្រាន់សម្រាប់ពួកគាត់ធ្វើស្រែបងប្អូនគ្នាអញ្ចឹងកន្លែងនេះពិតជាល្អណាស់ខ្ញុំគ្រាន់តែបង្ហាញទៅកាន់បងប្អូនទេគ្មានចេតនាអីផ្សេងទេគាត់ថាយើងឃើញគេរីកចម្រើនយើងឃើញគេល្អអញ្ចឹងយើងក៏អាចរៀនតាមគេបានខ្លះក៏ល្អដែរការស្ទូងរបស់ពួកគាត់គឺស្ទូងដោយម៉ាស៊ីនណាបងប្អូនគ្នាស្ទូងដោយម៉ាស៊ីនណាស្ទូងដោយម៉ាស៊ីនហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតនៅពេលដែលស្រូវចិត្តប្រមូលផលបងប្អូនគ្នាខ្ញុំនឹងបង្ហាញបងប្អូនថាតើស្រូវមួយស្រែនឹងល្អយ៉ាងណាឬក៏ផ្លែយ៉ាងម៉េចប្រមូលផលបានប្រមាណខ្ញុំនឹងធ្វើវីដេអូមួយសម្រាប់បងប្អូនបន្ថែមទៀតឥឡូវនេះវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញបងប្អូនក្នុងការពួកគាត់ធ្វើស្រែជំហានដំបូងពីការធ្វើស្រែជំហានដំបូងហ្នឹងតើពួកគាត់ធ្វើមិនខ្លះ
តម្រាំបានជាស្ទូងជាអីផ្សេងៗហើយតើការធ្វើរបស់ពួកគាត់របៀបនេះនៅពេលដែលយើងថាអង្គថ្លៃតើវាស័ក្តិសមនឹងអង្គថ្លៃមែនទេប៉ុន្តែជាមធ្យមបងប្អូនទាំងគ្នាតម្លៃអង្គគឺត្រឹមតែយើងគិតថា10គីឡូបងប្អូនទាំងគ្នា10គីឡូពីមុនតម្លៃត្រឹមតែ3000ជាង3000យេនអញ្ចឹង3000 4000យេនបងប្អូនទាំងគ្នាប៉ុន្តែបើប្រៀបនឹងបច្ចុប្បន្នគឺខុសគ្នាសឹងពាក់កណ្ដាលបងប្អូនទាំងគ្នាអញ្ចឹងអីវ៉ាន់គឺឡើងថ្លៃសឹងគ្រប់មុខគ្រប់នោះមិនមែនមានតែអង្គបងប្អូនទាំងគ្នាគឺមានច្រើនមិនថាបន្លែត្រីសាច់វាឡើងសឹងតែគ្រប់មុខទាំងអស់គ្នាហើយខ្ញុំនឹងធ្វើវីដេអូមួយនឹងបង្ហាញបងប្អូនទាំងគ្នាអំពីការតម្លៃនៅក្នុងបន្លែត្រីសាច់នៅក្នុងប្រទេសជប៉ុនណាតើតម្លៃបច្ចុប្បន្នឬក៏រយៈពេល1ឆ្នាំចុងក្រោយនេះតម្លៃមិនហើយនឹងខ្ញុំនឹងថតបង្ហាញបងប្អូនទាំងគ្នានៅវីដេអូក្រោយណាអរគុណបងប្អូនទាំងគ្នាក្នុងការមើលវីដេអូនេះពីដើមរហូតដល់ចប់ហើយវីដេអូនេះក៏មានដែរគាត់តែចង់ថតបង្ហាញបងប្អូនទាំងគ្នាអំពីការធ្វើស្រែប្រជាកសិករជប៉ុនតែប៉ុណ្ណឹងថាពួកគាត់ធ្វើមិនហើយអរគុណបងប្អូនទាំងគ្នាក្នុងការមើលវីដេអូនេះជួបគ្នានៅវីដេអូក្រោយអរគុណច្រើន